ចឹងខណៈពេលដែលអៀនកំពុងតែតទល់ជាមួយនឹងពួក monster ទាំងអស់នោះក៏បានប្រើប្រាស់ ration gun ដ៏ធំមួយធ្វើការវាយប្រហារទៅកាន់ពួកវាតែវាមិនអាចធ្វើអ្វីទៅលើពួក monster ទាំងអស់នោះបានឡើយរួយកងក៏បានប្រើប្រាស់គ្រប់ក្បាច់គ្រប់ skill ទាំងអស់ចូលទៅប្រយុទ្ធជាមួយនឹងពួកវាបន្តទៀតព្រោះកនបានសន្យារួចហើយថាកននឹងការពារស្នាមញញឹមរបស់មនុស្សគ្រប់គ្នាឲ្យតតែបានរួចនៅពេលដែលបានឃើញអៀនតែម្នាក់ឯងអាចសម្លាប់ពួក monster អស់ជាច្រើនបែបនេះធ្វើឲ្យអ្នកភូមិមានការភ្ញាក់ផ្អើលជាខ្លាំងរួចយូរីក៏បានប្រាប់ទៅកាន់អៀនថាបើសិនជាគាត់នៅតែបន្តប្រយុទ្ធបែបនេះទៀតនោះកននឹងសន្លប់ជាមិនខានតែអៀនក៏បានតបទៅវិញថាកននឹងមិនសន្លប់នោះឡើយលុះត្រាណាតែកនអាចសម្លាប់ពួក monster ទាំងអស់នេះជាមុនសិនរួចអៀនក៏បានសម្រេចចិត្តប្រើប្រាស់ skill កាត់ដៃធ្វើការ combo ជាមួយនឹង skill ផ្សេងទៀតដើម្បីធ្វើការវាយប្រហារទៅលើពួក monster ទាំងអស់នោះនៅក្នុងពេលតែមួយហើយនៅទីបំផុតគាត់ក៏អាចសម្លាប់ពួកវាបានសម្រេចតែជាមួយគ្នានោះគាត់ក៏អស់កម្លាំងដួលសន្លប់ដូចគ្នារួចយូរីក៏បានចូលទៅព្យាបាលរបួសទៅឲ្យគាត់ហើយក៏បានធ្វើឲ្យកនដឹងខ្លួនឡើងវិញទៅបន្ទាប់មកអ្នកភូមិក៏បាននាំគ្នាអរគុណទៅកាន់អៀនដែលបានការពារពួកគេជាលើកទី2ហើយដោយសារតែការខំប្រឹងប្រែងរបស់អៀនមួយនេះក៏បានធ្វើឲ្យអ្នកភូមិមានកម្លាំងចិត្តឡើងវិញព្រោះថាពួកគេមិនអាចបន្តរស់នៅបែបនេះតទៅទៀតនោះឡើយគឺពួកគេត្រូវតែក្រោកឈរដើម្បីប្រយុទ្ធការពារទឹកដីហើយនិងអនាគតរបស់ពួកគេពេលឃើញបែបនេះធ្វើឲ្យអៀនមានការសប្បាយចិត្តជាខ្លាំងព្រោះការខំប្រឹងប្រែងរបស់គាត់គឺមិនឥតប្រយោជន៍នោះឡើយរួយកងក៏បានអរគុណទៅកាន់យូរីព្រោះគាត់អាចធ្វើរឿងទាំងអស់នេះបានគឺដោយសារតែយូរីគឺជាអ្នកដែលបានជួយសង្គ្រោះជីវិតរបស់គាត់ព្រមទាំងបានផ្ដល់នូវអ្វីៗជាច្រើនមកកាន់គាត់មិនថាទំនុកចិត្តភាពក្លាហានភាពកក់ក្ដៅនិងអ្វីៗជាច្រើនផ្សេងទៀតហើយកនក៏ចង់ចែករំលែករបស់ទាំងអស់នោះជាមួយនឹងអ្នកភូមិដែលនៅទីនេះដូចគ្នាព្រោះកនចង់មានភាពស្និទ្ធស្នាលជាមួយនឹងយូរីបន្ថែមទៀតហើយកនចង់មើលឃើញអ្វីដែលយូរីមើលឃើញនិងនៅក្បែរនាងជារៀងរហូតរួចនៅពេលដែលបានឃើញពួកគេទាំងពីរកំពុងតែញ៉ៃគ្នាបែបនេះអ្នកភូមិក៏បានចូលទៅបង្អាប់ពួកគេតែម្ដងបន្តិចក្រោយមកនីហ្គានក៏បានធ្វើដំណើរមកដល់ទីនោះរួចអ្នកភូមិក៏បានប្រាប់ទៅកាន់គាត់ថាពួកគេនឹងមិនស្ដាប់តាមគាត់តទៅទៀតនោះឡើយព្រោះគាត់មិនបានជួយអីពួកគេនោះទេតែអៀនទៅវិញទេគឺជាអ្នកដែលបានជួយពួកគេរួចនីហ្គានក៏បានតបទៅវិញថាពួកគេកំពុងតែត្រូវបានអៀនបោកប្រាស់ហើយកនក៏បានចោទប្រកាន់ថាអៀនគឺជាបិសាចទៀតផងព្រោះថាមនុស្សធម្មតាគឺមិនអាចសម្លាប់ហៃត្រាព្រមទាំងពួក monster មួយហ្វូងធំបែបនេះបានឡើយហើយរឿងទាំងអស់នេះគឺសុទ្ធតែជាផែនការរបស់អៀនទាំងអស់នឹងព្រោះអៀនចង់គ្រប់គ្រងទៅលើទឹកដីរបស់ពួកគេទាំងអស់គ្នាតែក៏មិនរំអីក្នុងនាមគាត់គឺជាមេភូមិម្នាក់គាត់នឹងការពារទឹកដីមួយនេះឲ្យតតែបានក៏ប៉ុន្តែគឺមិនមាននរណាម្នាក់ជឿទៅលើពាក្យសម្ដីរបស់នីហ្គានោះឡើយព្រោះបើសិនជាអៀនគឺជាបិសាចហើយចង់គ្រប់គ្រងទៅលើទឹកដីរបស់ពួកគេមែននោះគឺអៀនអាចធ្វើវាបានយ៉ាងងាយដោយមិនចាំបាច់ប្រថុយជីវិតរបស់ខ្លួនចូលទៅប្រយុទ្ធជាមួយនឹងពួក monster ទាំងអស់នោះឡើយរួចពួកគេក៏បានប្រាប់ទៅកាន់នីហ្គានទៀតថាពួកគេមិនត្រូវការអ្នកដឹកនាំដែលលះបង់ជីវិតប្រជាជនរបស់ខ្លួននោះទេតែពួកគេត្រូវការអ្នកដឹកនាំដែលហ៊ានតស៊ូប្រយុទ្ធជាមួយនឹងពួកគេដូចជាអ្វីដែលលោកប៉ារបស់នីហ្គានបានធ្វើអញ្ចឹងគ្រាន់តែបានឮភ្លាមធ្វើឲ្យនីហ្គានមានការឈឺក្បាលជាខ្លាំងរួចកងក៏បានស្រែកសុំជំនួយពី Shadow តែម្ដងហើយនៅពេលដែលបានឃើញនីហ្គានកាន់កញ្ចក់មួយនោះភ្លាមអៀនក៏បានធ្វើការវិតម្លៃទៅលើវាតែកនមិនអាចដឹងព័ត៌មានអំពីវាបានឡើយគឺដូចជាពេលដែលគាត់ធ្វើការវិតម្លៃទៅលើសតកាលពីលើកមុនអញ្ចឹងរួចកងក៏បានប្រាប់ឲ្យនីហ្គានឆាប់បោះកញ្ចក់មួយនោះចោលទៅតែវាគឺយឺតពេលបន្តិចបាត់ទៅហើយព្រោះថានៅពេលនេះព្រលឹងរបស់នីហ្គានកំពុងតែសន្ទនាជាមួយនឹង Shadow ហើយកនក៏បានសួរទៅកាន់ Shadow ថាតើកនគួរតែធ្វើអ្វីបន្តទៀតរួច Shadow ក៏បានប្រាប់ឲ្យកនសម្លាប់ពួកគេទាំងអស់គ្នាចោលទៅព្រោះកនមិនត្រូវការមនុស្សណាដែលមិនស្ដាប់តាមកននោះឡើយអញ្ចឹងនីហ្គានគួរតែសម្លាប់ពួកគេចោលទៅគឺដូចជាអ្វីដែលគាត់បានធ្វើដាក់ទៅលើលោកប៉ារបស់គាត់អញ្ចឹងរួចនីហ្គានក៏បានតបទៅវិញថាលោកប៉ារបស់គាត់គឺបានស្លាប់ដោយសារតែជំងឺតែប៉ុណ្ណោះតែ Shadow ក៏បានតបទៅវិញថារឿងគ្រប់យ៉ាងគឺមិនដូចជាការគិតរបស់គាត់នោះទេរួចសាច់រឿងរបស់យើងក៏បានត្រឡប់ថយក្រោយបន្តិចគឺថាដំបូងឡើយលោកប៉ារបស់នីហ្គានគឺជាមេភូមិដ៏ល្អម្នាក់ដែលតែងតែជួយអ្នកភូមិរបស់ខ្លួនហើយអ្នកភូមិទាំងអស់គឺសុទ្ធតែស្រឡាញ់ចូលចិត្តគាត់គ្រប់គ្នារួចនីហ្គានក៏មានក្តីស្រមៃថានៅពេលដែលគាត់ធំឡើងគាត់ចង់ក្លាយទៅជាមេភូមិដ៏ល្អដូចជាលោកប៉ារបស់គាត់រួចក៏ចង់ជួយការងាររបស់អ្នកភូមិដូចគ្នាក៏ប៉ុន្តែដោយសារតែនីហ្គានមានរាងកាយខ្សោ
យតាំងតែពីតូចមកអញ្ចឹងគាត់មិនអាចជួយអ្វីពួកគេបានទេរួចលោកប៉ារបស់គាត់ក៏បានប្រាប់ឲ្យគាត់ទៅលេងជាមួយនឹងមិត្តភ័ក្តិរបស់គាត់ទៅតែអ្វីដែលលោកប៉ារបស់គាត់មិនបានដឹងនោះគឺថានីហ្គានមិនមានមិត្តភ័ក្តិសូម្បីតែម្នាក់នោះឡើយព្រោះដោយសារតែគាត់មានរាងកាយខ្សោយដោយនេះក្មេងៗនៅក្នុងភូមិគឺមិនចង់លេងជាមួយនឹងគាត់នោះទេអស់បារម្ភទៀតហើយសម្រាប់គ្នាយើងដែលមានស្បែកមុខឡើងមុនមុខចំមុខខ្មៅអីហ្នឹងគឺអាចសាកទិញផលិតផល TM Brand យកទៅប្រើប្រាស់បានព្រោះថា TM Brand គឺជាលេលាបមុខដែលផ្សំឡើងពីសេរ៉ូមវីតាមីន C ហើយនិងសារធាតុចិញ្ចឹមស្បែកមុខជាច្រើនផ្សេងទៀតដែលជួយធ្វើឲ្យស្បែកមុខសមានសំណើមព្រមទាំងអាចជួយព្យាបាលមុខមុនបានជាច្រើនប្រភេទផងដែរបើមិនជឿទេមើលតែមុខ admin ពីមុននឹងឥឡូវទៅគឺខុសគ្នាដូចមៃនឹងដីអញ្ចឹងប្រើអស់តែ2 3ឈុតអីគឺដឹងលទ្ធផលហ្មងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចាប់អារម្មណ៍អ្នកទាំងអស់គ្នាអាចឆាតទៅសាកសួរព័ត៌មានបន្ថែមនៅក្នុង page TM Brand តាមរយៈ link នៅក្នុង description ខាងក្រោមបានណាគឺមិនចង់លេងជាមួយនឹងគាត់នោះទេរួចនៅពេលដែលនីហ្គានកំពុងតែដើរត្រឡប់ទៅផ្ទះវិញគាត់ក៏បានឮអ្នកភូមិកំពុងតែនិយាយដើមគាត់ថាគាត់មិនមែនជាកូនបង្កើតរបស់មេភូមិនោះទេតែគាត់គ្រាន់តែជាក្មេងម្នាក់ដែលមេភូមិរើយកមកចិញ្ចឹមតែប៉ុណ្ណោះរួចក៏បានធ្វើឲ្យនីហ្គានមានការខូចចិត្តជាខ្លាំងហើយនៅពេលនោះឯងដែល Shadow បានបង្ហាញខ្លួនចេញមកនិយាយលើកទឹកចិត្តទៅកាន់គាត់រួចពួកគេទាំងពីរក៏បានរាប់អានធ្វើជាមិត្តភ័ក្តិជាមួយគ្នាចាប់តាំងពីពេលនោះមកក៏ប៉ុន្តែ Shadow ក៏បានហាមនីហ្គានថាកុំឲ្យប្រាប់រឿងមួយនេះទៅកាន់អ្នកណាឲ្យសោះគឺទុកវាជារឿងសម្ងាត់សម្រាប់ពួកគេតែពីរនាក់បានហើយបន្ទាប់មកពួកគេទាំងពីរក៏បានចំណាយពេលលេងជាមួយគ្នារស់នៅជាមួយគ្នាយ៉ាងមានក្តីសុខជាទីបំផុតហើយមានថ្ងៃមួយនៅពេលដែលបានឃើញលោកប៉ារបស់ខ្លួនកំពុងតែអស់កម្លាំងដោយសារតែការប្រយុទ្ធជាមួយនឹងពួក monster បែបនេះនីហ្គានក៏បានបារម្ភពីគាត់រួច Shadow ក៏បានយកឱកាសមួយនេះប្រាប់ទៅកាន់នីហ្គានថាគាត់ស្គាល់ថ្នាំពៅកម្លាំងមួយប្រភេទហើយក៏បាន recommend ឲ្យនីហ្គានទៅរកមើលថ្នាំមួយនោះនៅក្នុងសៀវភៅផងដែររួចនៅពេលដែលបានឃើញថាថ្នាំមួយនោះគឺជាថ្នាំពៅកម្លាំងពិតមែនបែបនេះនីហ្គានក៏បានទៅស្វែងរកវាដើម្បីយកមកដាំទឹកឲ្យលោកប៉ារបស់គាត់ផឹកតែម្ដងហើយទោះបីជាវាពិបាកផឹកខ្លាំងប៉ុណ្ណាក៏ដោយក៏លោកប៉ានៅតែបញ្ចេញទឹកមុខញញឹមរួចក៏បាននិយាយលើកទឹកចិត្តទៅកាន់នីហ្គានថាគាត់គឺជាក្មេងល្អម្នាក់ហើយក៏បានប្រាប់ឲ្យគាត់ត្រូវតែបន្តធ្វើការល្អជានិច្ចព្រោះនៅថ្ងៃណាមួយគាត់នឹងក្លាយទៅជាមេភូមិដ៏អស្ចារ្យម្នាក់ជាមិនខានរួចនីហ្គានក៏បានបន្តដាំទឹកថ្នាំទៅឲ្យលោកប៉ារបស់គាត់ផឹកជារៀងរាល់ថ្ងៃដើម្បីឲ្យលោកប៉ារបស់គាត់ឆាប់ជាសះស្បើយតែមិនយូរប៉ុន្មានលោកប៉ារបស់គាត់ក៏បានបាត់បង់ជីវិតរួចនីហ្គានក៏បានបន្តតំណែងពីលោកប៉ារបស់គាត់ក៏ប៉ុន្តែដោយសារតែគាត់មិនអាចការពារទឹកដីមួយនេះបាន Shadow ក៏បានក្លាយទៅជាអ្នកប្រឹក្សាយោបល់របស់គាត់ហើយក៏ជាអ្នកដែលបានប្រាប់ឲ្យគាត់ធ្វើអ្វីៗគ្រប់យ៉ាងផងដែរត្រឡប់មកពេលបច្ចុប្បន្នវិញ Shadow ក៏បានប្រាប់ការពិតទៅកាន់នីហ្គានថាគឺនីហ្គាននឹងហើយគឺជាអ្នកដែលបានសម្លាប់លោកប៉ារបស់គាត់ដោយដៃទាំងពីររបស់គាត់ផ្ទាល់ព្រោះថ្នាំដែលនីហ្គានតែងតែយកទៅដាំឲ្យលោកប៉ារបស់គាត់ផឹកជារៀងរាល់ថ្ងៃគឺមិនមែនជាថ្នាំពៅកម្លាំងនោះទេតែវាគឺជាថ្នាំពុលទៅវិញទេហើយមូលហេតុដែលនៅក្នុងសៀវភៅសរសេរថាវាគឺជាថ្នាំពៅកម្លាំងបែបនេះវាគឺជាស្នាដៃរបស់ Shadow ដែលបានប្រើប្រាស់វេទមន្តផ្លាស់ប្ដូរអក្សរតែប៉ុណ្ណោះរួចនៅពេលដែលបានដឹងការពិតថាខ្លួនគឺជាអ្នកដែលបានសម្លាប់លោកប៉ាហើយនោះធ្វើឲ្យនីហ្គានមានការពិបាកចិត្តជាខ្លាំងហើយ Shadow មិនត្រឹមតែបានកុហកនីហ្គាននៅរឿងមួយនេះនោះទេតែរឿងដែលគាត់បានប្រាប់ទៅកាន់នីហ្គានថាអៀនគឺជាបិសាចក៏ជាការកុហកដូចគ្នាព្រោះអៀនមិនមែនជាបិសាចនោះឡើយតែ Shadow ទៅវិញទេគឺជាបិសាចពិតប្រាកដរួច Shadow ក៏បានប្រាប់ទៅកាន់នីហ្គានទៀតថាដំបូងឡើយគាត់មានផែនការចង់បោកប្រាស់លោកប៉ារបស់នីហ្គានដើម្បីបញ្ជូនមនុស្សទៅកាន់ឋានបិសាចក៏ប៉ុន្តែដោយសារតែលោកប៉ារបស់នីហ្គានគឺជាមនុស្សមានការប្រុងប្រយ័ត្នដោយនេះគាត់មិនអាចបោកបានងាយៗនោះឡើយហើយនេះហើយបានជាគាត់បោកប្រាស់នីហ្គានជំនួសវិញបែបនេះហើយអរគុណទៅកាន់នីហ្គានដែលគាត់បានបញ្ជូនមនុស្សជាច្រើនទៅកាន់ឋានបិសាចរួច Shadow ក៏បាននិយាយមើលងាយទៅកាន់នីហ្គានជាច្រើនទៀតរហូតតតែគាត់អាចធ្វើការគ្រប់គ្រងទៅលើរាងកាយរបស់នីហ្គានបានសម្រេចអញ្ចឹងបន្ទាប់ពីបានគ្រប់គ្រងទៅលើរាងកាយរបស់នីហ្គានរួចហើយគាត់ក៏បានធ្វើការណែនាំខ្លួនទៅកាន់អៀនថាគាត់គឺជាបិសាចអភិជន rank ទី5ដែលមានឈ្មោះថា Shadow រួចអៀនក៏បានសួរទៅកាន់ Shadow ថាតើនីហ្គាននៅឯណារួច Shadow ក៏បានតបទៅវិញថានីហ្គានកំពុងតែឈរនៅពីមុខអៀននឹងហើយដោយសារតែនីហ្គានកាកខ្លាំងពេកទើបបានជាគាត់អាចគ្រប់គ្រងទៅលើរាងកាយរបស់នីហ្គានបានបែបនេះហើយមូលហេតុដែលនីហ្គានខ្លាយទៅជាបែបនេះគឺជាកំហុសរបស់អៀនតែម្នាក់គត់ព្រោះថាដំបូងឡើយ Shadow បានធ្វើឲ្យ
ការពារទឹកដីមួយនេះមានភាពទន់ខ្សោយដើម្បីឲ្យគាត់មានភាពងាយស្រួលក្នុងការបញ្ជូនមនុស្សទៅកាន់ឋានបិសាចតែនៅពេលដែលអៀនបានបង្ហាញខ្លួនភ្លាមអៀនបានបំផ្លាញផែនការរបស់គាត់ទាំងស្រុងដោយនេះហើយបានជាគាត់ត្រូវតែចេញមកដើម្បីសម្លាប់អៀនចោលដោយផ្ទាល់ដៃបែបនេះរួច Shadow ក៏បានបញ្ចេញដៃស្រមោលជាច្រើនធ្វើការវាយប្រហារទៅកាន់អៀនតែម្ដងព្រោះគាត់បានដឹងថាអៀនមិនហ៊ានសម្លាប់គាត់នោះទេព្រោះបើសិនជាគាត់ស្លាប់នោះនីហ្គានក៏ស្លាប់ដូចគ្នាដូចនេះអ្វីដែលអៀនអាចធ្វើបានគឺមានតែប្រើប្រាស់បេរៀដើម្បីឃុំ Shadow តែប៉ុណ្ណោះតែ Shadow អាចបំបែកបេរៀមួយនោះបានយ៉ាងងាយព្រោះថាជាទូទៅពួកបិសាចគឺមានវេទមន្តប្រឆាំងជាមួយនឹង Spirit បន្ទាប់មក Shadow ក៏បានបញ្ចេញពួក Monster ជាច្រើនឲ្យចូលទៅសម្លាប់អ្នកភូមិតែម្ដងរួចអៀនក៏បានបញ្ចេញខ្លួនជាច្រើនឲ្យចូលទៅការពារអ្នកភូមិដូចគ្នាហើយដោយសារតែគាត់រវល់ទៅការពារអ្នកភូមិ Shadow ក៏បានយកឱកាសមួយនេះវាយទៅលើអៀនឡើងចាស់ដៃហ្មងតែអៀនមិនហ៊ានតដៃទៅកាន់ Shadow វិញនោះឡើយព្រោះដោយសារតែគាត់ខ្លាចនីហ្គានមានគ្រោះថ្នាក់ដោយនេះគាត់ក៏បានប្រើប្រាស់ skill ការពារនៅពេលដែលគាត់ឈរនៅមួយកន្លែងរួច Shadow ក៏បាននិយាយឌឺទៅកាន់អៀនថាឲ្យសម្លាប់គាត់ជាមួយនឹងនីហ្គានចោលទៅព្រោះធ្វើបែបនេះអៀននឹងអាចជួយសង្គ្រោះជីវិតអ្នកភូមិបានជាច្រើនតែអៀនក៏បានបដិសេធថាគាត់មិនអាចលះបង់ជីវិតមនុស្សម្នាក់ដើម្បីជួយមនុស្ស100នាក់បានទេរួចគាត់ក៏បានស្រែកហៅឈ្មោះរបស់នីហ្គានខ្លាំងៗព្រោះគាត់ជឿថានីហ្គានកំពុងតែនៅក្នុងនោះហើយនីហ្គាននឹងអាចស្ដាប់ឮសំឡេងរបស់គាត់បានជាមិនខានដូចនេះគាត់មិនអាចបោះបង់នីហ្គានចោលជាដាច់ខាតរួចអៀនក៏បានព្យាយាមដើរចូលទៅជិត Shadow ហើយក៏បានចាប់បោកក្បាលជាមួយនឹង Shadow ឲ្យដេកស្អាតតែម្ដងរីឯនីហ្គាននៅវិញក៏កំពុងតែអង្គុយខូចចិត្តនៅពេលដែលគាត់បានដឹងការពិតគ្រប់យ៉ាងហើយគាត់ថែមទាំងចង់សម្លាប់ខ្លួនឯងចោលទៀតផងព្រោះបើសិនជាគាត់ស្លាប់បាននោះនឹងមិនមាននរណាម្នាក់ឈឺចាប់ដោយសារតែគាត់តទៅទៀតនោះទេស្រាប់តែពេលនោះគាត់ក៏បានស្ដាប់លើសំឡេងរបស់អៀនកំពុងតែស្រែកហៅគាត់ដើម្បីឲ្យគាត់ដឹងខ្លួនឡើងវិញព្រោះគាត់ធ្លាប់បាននិយាយថាគាត់ចង់ការពារទឹកដីមួយនេះអញ្ចឹងគាត់ច្បាស់ជាមានហេតុផលអ្វីមួយដើម្បីការពារទឹកដីមួយនេះជាមិនខានរួចនីហ្គានក៏បានសួរមកកាន់ខ្លួនឯងថាតើអ្វីទៅគឺជាហេតុផលដែលគាត់ចង់ការពារទឹកដីមួយនេះតើវាគឺជាការដែលគាត់ចង់ដូចជាលោកប៉ារបស់គាត់មែនដែរឬទេក៏ប៉ុន្តែលោកប៉ារបស់គាត់គឺជាមនុស្សម្នាក់ដែលអ្នកភូមិស្រឡាញ់ចូលចិត្តគ្រប់គ្នាហើយពួកគេតែងតែនៅជុំវិញលោកប៉ាពោពេញទៅដោយស្នាមញញឹមចឹងស្នាមញញឹមរបស់ពួកគេគឺជាហេតុផលរបស់គាត់នោះឯងស្របពេលជាមួយគ្នានោះអ្នកភូមិក៏បានរួបរวมគ្នាក្រោកឈរប្រយុទ្ធជាមួយនឹងពួក Monster ហើយពួកគេក៏មានបំណងចង់ចូលទៅជួយនីហ្គានដូចគ្នាព្រោះដោយសារតែពួកគេបានដឹងការពិតថាមូលហេតុដែលនីហ្គានធ្វើបាបពួកគេកន្លងមកគឺដោយសារតែគាត់ត្រូវបានបិសាចគ្រប់គ្រងតែប៉ុណ្ណោះហើយនីហ្គានបានដឹងច្បាស់ណាស់ថាអ្វីដែលគាត់បានធ្វើកន្លងមកគឺមិនអាចលើកលែងទោសបានទេដូចនេះដើម្បីតបស្នងនៅអ្វីដែលខ្លួនបានធ្វើខុសនីហ្គានក៏បានព្យាយាមរើចេញពីការគ្រប់គ្រងរបស់ Shadow ហើយបន្ទាប់ពីគាត់បានដឹងខ្លួនឡើងវិញហើយនោះក៏បាននិយាយអរគុណទៅកាន់អៀនរួចគាត់ក៏បានដកកូនកំបិតយកមកចាក់សម្លាប់ខ្លួនឯងជាមួយនឹង Shadow តែម្ដងរួចនីហ្គានក៏បានប្រាប់ទៅកាន់ Shadow ថាទោះបីជា Shadow បានក្បត់គាត់ប្រើប្រាស់គាត់ហើយធ្វើឲ្យមនុស្សជាច្រើនមានការឈឺចាប់ក៏ដោយក៏គាត់នៅតែចាត់ទុក Shadow គឺជាមិត្តភក្តិរបស់គាត់ដដែលនឹងព្រោះថាពេលវេលាដែលពួកគេបានចំណាយជាមួយគ្នាកន្លងមកគឺសុទ្ធតែជាការពិតទាំងអស់តែសម្រាប់ Shadow វិញគឺគាត់ចាត់ទុកនីហ្គានគ្រាន់តែជាកូនអុកមួយតែប៉ុណ្ណោះហើយគាត់ក៏មិនចង់ស្លាប់ជាមួយនឹងនីហ្គាននោះដែររួចគាត់ក៏បានសម្រេចចិត្តចាកចេញពីរាងកាយរបស់នីហ្គានដើម្បីចូលទៅក្នុងខ្លួនរបស់ក្មេងស្រីម្នាក់ទៀតដែលនៅជិតនោះក៏ប៉ុន្តែគាត់ក៏ត្រូវបានអៀនគប់មួយដាវសម្លាប់ចោលទៅបន្ទាប់មកអៀនក៏បានប្រើប្រាស់ថាមពល healing របស់ Yuri ដើម្បីព្យាបាលរបួសទៅឲ្យនីហ្គានតែនីហ្គានមិនបានដឹងខ្លួនឡើងវិញនោះទេរួច Yuri ក៏បានចេញមកជួយគាត់ម្នាក់ទៀតហើយដោយសារតែការខំប្រឹងប្រែងរបស់ពួកគេទាំងពីរនាក់នៅទីបំផុតនីហ្គានក៏បានដឹងខ្លួនឡើងវិញតែម្ដងតែនីហ្គានមិនបានសប្បាយចិត្តនោះឡើយព្រោះដោយសារតែគាត់ចង់លះបង់ជីវិតរបស់ខ្លួនឯងដើម្បីតបស្នងទៅនឹងអ្វីគ្រប់យ៉ាងដែលគាត់បានធ្វើខុសកន្លងមករួចអៀនក៏បាននិយាយកាត់ថាទោះបីជានីហ្គានចង់លះបង់ជីវិតរបស់គាត់ម្នាក់ដើម្បីជួយមនុស្ស100នាក់ក៏ដោយតែសម្រាប់អៀនវិញគាត់មិនចង់បាត់បង់នរណាម្នាក់នោះទេដូចនេះគាត់នឹងមិនបោះបង់នីហ្គានចោលជាដាច់ខាតហើយសូម្បីតែអ្នកភូមិក៏បានយល់ស្របជាមួយនឹងអៀនដូចគ្នាព្រោះបើសិនជាពួកគេបោះបង់នីហ្គានចោលនោះពួកគេក៏មិនខុសគ្នាអីពីគាត់នោះដែររួចពួកគេក៏បាននិយាយទៀតថាការស្លាប់របស់នីហ្គានគឺមិនអាច
អាចលុបលាងនៅអំពើបាបដែលគាត់បានធ្វើបានឡើយហើយការស្លាប់របស់គាត់ក៏មិនអាចធ្វើឲ្យអ្នកភូមិដែលបានស្លាប់រស់ឡើងវិញបានដែរអញ្ចឹងពួកគេមិនអាចឲ្យគាត់ស្លាប់ងាយៗបានទេដោយនេះគាត់ត្រូវតែទទួលខុសត្រូវនៅអ្វីៗដែលគាត់បានធ្វើខុសមកលើពួកគេហើយមិនត្រូវរត់គេចចេញជាដាច់ខាតគ្រាន់តែបានលើភ្លាមនីហ្គានក៏បានលុតជង្គង់អរគុណទៅកាន់គ្រប់គ្នាដែលបានផ្ដល់ឱកាសឲ្យគាត់ជាលើកទី2ហើយជាមួយគ្នានោះដោយសារតែយូរីអស់កម្លាំងខ្លាំងពេកអៀនក៏បានយកនាងទៅសម្រាកនៅក្រោមដើមឈើទៅចំណែកឯ Shadow ឯណែវិញគឺវាមិនតន់ស្លាប់នោះទេរួចវាក៏បានព្យាយាមរត់ចាកចេញពីទីនោះបន្តទៀតតែវាក៏ត្រូវបានភីណាចាប់ឃុំជាប់រួចអៀនក៏បានសួរទៅកាន់ Shadow ថាហេតុអ្វីបានជាវាចង់សម្លាប់គាត់បែបនេះហើយតើពួកបិសាចមានគោលបំណងអ្វីដំបូងឡើយ Shadow មិនចង់ឆ្លើយប្រាប់ទៅកាន់គាត់នោះទេតែនៅពេលដែលអៀនគំរាមសម្លាប់វាចោលបែបនេះវាក៏បានយកព្រមឆ្លើយប្រាប់ទៅកាន់អៀនទៅតែអៀនត្រូវតែសន្យាថានឹងដោះលែងវាឲ្យមានសេរីភាពរួចបន្ទាប់ពីអៀនបានយកព្រមហើយនោះ Shadow ក៏បានប្រាប់ទៅកាន់គាត់ថាគឺមានអ្នកបញ្ជាឲ្យវាមកសម្លាប់គាត់ហើយនៅពេលដែលវាចង់និយាយឈ្មោះរបស់ម្នាក់នោះក៏ស្រាប់តែរាងកាយរបស់វាត្រូវបានផ្ទុះខ្ទេចខ្ទីតែម្ដងហើយវាគឺជា spell មួយដែលបានដាក់ទៅលើ Shadow ដើម្បីកុំឲ្យវានិយាយឈ្មោះរបស់អ្នកបញ្ជាវានោះឯងអញ្ចឹងបន្ទាប់ពីបានដោះស្រាយរឿងនៅក្នុងទឹកដី Rashik រួចហើយអៀនក៏ចង់ធ្វើដំណើរត្រឡប់ទៅវិញហើយគាត់ក៏បានសន្យាជាមួយនឹងក្មេងស្រីតូចថានៅថ្ងៃណាមួយគាត់នឹងត្រឡប់មកលេងនាងវិញជាមិនខានរួចនីហ្គានក៏បានមកអរគុណអៀនម្ដងទៀតហើយគាត់ក៏មានសំណើមួយចង់សុំឲ្យអៀនធ្វើផងដែរព្រោះដោយសារតែទឹកដីមួយនេះនៅជាប់កន្លែងដែលពួក monster រស់នៅអញ្ចឹងគាត់ចង់សុំឲ្យអៀនធ្វើជាអ្នកការពារទឹកដីមួយនេះហើយសូម្បីតែអ្នកភូមិក៏បានយល់ស្របជាមួយនឹងគំនិតមួយនេះដូចគ្នាតែអៀនមិនបានផ្ដោតចម្លើយទៅកាន់ពួកគេវិញភ្លាមៗនោះឡើយហើយនៅថ្ងៃបន្ទាប់អៀនក៏ត្រូវបានស្ដេចតែងតាំងឲ្យធ្វើជាលោកម្ចាស់គ្រប់គ្រងទៅលើទឹកដី Rashik តែម្ដងព្រោះដោយសារតែនីហ្គានបានស្នើសុំឲ្យស្ដេចផ្ទេរតំណែងមួយនេះទៅកាន់អៀនហើយនីហ្គានក៏បានចូលខ្លួនទទួលទោសដើម្បីតបស្នងទៅនឹងអំពើបាបដែលគាត់បានធ្វើផងដែរតែដោយសារតែវាកើតឡើងលឿនខ្លាំងពេកអៀនមិនទាន់បានត្រៀមខ្លួនដើម្បីឡើងធ្វើជាអភិជននោះឡើយរួច Jasper ក៏បានប្រាប់ទៅកាន់អៀនថាកុំឲ្យបារម្ភពេកអីគឺអៀនគ្រាន់តែបំពេញគោលដៅរបស់គាត់ទៅបានហើយចំណែកឯរឿងផ្សេងទៀតគឺទុកឲ្យ Jasper ជាអ្នកដោះស្រាយហើយការក្លាយទៅជាអភិជនគឺអនុញ្ញាតឲ្យអៀនអាចផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងមនុស្សដែលមានឥទ្ធិពលហើយវានឹងកាន់តែមានភាពងាយស្រួលក្នុងការទទួលបានព័ត៌មានទាក់ទងជាមួយនឹងដនចិនសម្ងាត់ផ្សេងទៀតពេលឮបែបនេះអៀនក៏បានសម្រេចចិត្តទទួលយកតំណែងមួយនេះតែម្ដងអូខេហ្នឹងហើយចឹងadminសូមបញ្ចប់ភាពមួយនេះត្រឹមតែប៉ុណ្្នឹងសិនហើយadminក៏សូមអរគុណទៅដល់អ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលបានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ជាពិសេសadminក៏សូមអរគុណទៅដល់គ្នាយើងដែលបានប៉ាកាហ្វេ admin ផងដែរអញ្ចឹងបើសិនជាចង់ប៉ាកាហ្វេ admin អីអាច scan តាម QR code នឹងបានណាសូមប្រងប្រទានពរ